ខ្ញុំបាទសូមបញ្ជាក់ជូនបងប្អូនឲ្យបានជ្រាបពីស្ថានភាពនៅក្រុងប៉ោយប៉ែតគិតត្រឹមម៉ោង 1:40 នាទីថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2025 នេះមុននេះបន្តិចអ្នកក្រុងប៉ោយប៉ែតពិតជាបានឮសូរសំឡេងគ្រាប់ខ្លោងបាទ6 ទៅ 7 គ្រាប់ផ្ទាល់ត្រចៀកបាទហើយក៏មានពាក្យចចាមអារាមខ្លះក៏មានសារព័ត៌មានមួយចំនួននិងប្រើប្រាស់បណ្ដាញសង្គមមួយចំនួនក៏ថាធ្លាក់កណ្ដាលក្រុងប៉ោយប៉ែតមិនមែនទេខ្ញុំសូមបញ្ជាក់ជូនឥឡូវនេះខ្ញុំកំពុងតែនៅក្រុងប៉ោយប៉ែតនេះផ្ទាល់តែម្ដងហើយបញ្ជាក់ជូនបងប្អូនអញ្ចឹងថាមកដល់ម៉ោងនេះកណ្ដាលក្រុងប៉ោយប៉ែតពុំមានការទម្លាក់គ្រាប់ឬក៏ផ្លោងចូលកណ្ដាលក្រុងប៉ោយប៉ែតទេណាប៉ុន្តែទីតាំងយោធារបស់ថៃគឺនៅទល់មុខនឹងក្រុងប៉ោយប៉ែតលើទឹកដីថៃបានធ្វើការផ្លោងណាបានធ្វើការផ្លោងឆ្លងកាត់ក្រុងប៉ោយប៉ែតអញ្ចឹងខ្ញុំនឹងបញ្ជាក់ជូនលម្អិតទៀតថាតើគ្រាប់ផ្លោងទាំងអស់នោះធ្លាក់នៅទីណាខ្លះដូច្នេះខ្ញុំសូមឲ្យបងប្អូនកុំអាលទទួលយកនៅព័ត៌មានមិនច្បាស់ការមួយចំនួនឬក៏គ្រាន់តែឮណាហើយយើងខ្ញុំនៅក្រុមការងារបានធ្វើឲ្យល្អិតល្អន់ហើយយើងក្នុងនេះជម្រាបជូនបងប្អូនទាំងអស់គ្នាវិញថាតើគ្រាប់នោះធ្លាក់នៅទីណាប៉ុន្តែសម្រាប់កណ្ដាលក្រុងប៉ោយប៉ែតឥឡូវនេះគឺអត់ទេគិតត្រឹមម៉ោង 1:40 នាទីនេះអត់មានទេសូមបងប្អូនមេត្តាជ្រាបទាំងអស់គ្នាបាទសូមអរគុណ